របៀបធ្វើចឹងរបៀបនៃការធ្វើចំណោទគឺយើងទៅសេមកខាងប្រមាណវិធីហើយមកខាងទៀតរបៀបឆ្លើយបែបនេះមកបន្តទៀតយើងមើលកន្លែងសំណួរសំណួរគឺសួរថាតើអ្នកទាំង3នាក់លើកទំនប់ក្នុងមួយថ្ងៃបានប៉ុន្មានម៉ែត្របាទចឹងគេសួររកបំបែងសរុបបំបែងទំនប់ទាំងអស់ដែលអ្នកទាំង3លើកបាទអ្នកទាំង3នេះគឺទី1ពូសំបាទមីងសានហើយនឹងជាពិសេសបងប្អូនដែលរៀនថ្នាក់ទី6បាទបើជួបគ្នាសារជាថ្មីមកកាន់ការរៀនគណិតវិទ្យាថ្នាក់ទី6បាទអញ្ចឹងនៅក្នុងវីដេអូនេះយើងនឹងរៀនទៅលើមេរៀនទី10ដដែលគឺនិយាយអំពីវិធីបូកនិងវិធីដកប្រភេទបាទចំណុចទី4វិធីបូកប្រភេទមានភាពបែងខុសគ្នាអញ្ចឹងយើងបានរៀនតទៅនឹងលំហាត់បាទបានច្រើនដែរហើយបាទចូលប្រហែលជា10លំហាត់ជាងហើយឥឡូវយើងនឹងរៀនតទៅនឹងចំណោទម្ដងតោះឥឡូវយើងអានចំណោទទាំងអស់គ្នាក្នុងមួយថ្ងៃពូសំលើកទំនប់បាន7/8 ម៉ែត្រមីសានលើកទំនប់បាន8/16 ម៉ែត្ររីឯពូសុកលើកទំនប់បាន23/32 ម៉ែត្របាទគេសួរថាតើអ្នកទាំង3នាក់លើកទំនប់ក្នុងមួយថ្ងៃបានប៉ុន្មានម៉ែត្របាទអញ្ចឹងដើម្បីធ្វើចំណោទនេះបានតើយើងអានចំណោទឲ្យយល់អានឲ្យច្រើនដងថាគេប្រាប់អីខ្លះហើយគេសួររកអីបាទអញ្ចឹងយើងអានឲ្យបាន 4-5 ដងទៅបាទតោះឥឡូវយើងទៅមើលរបៀបធ្វើបាទអញ្ចឹងរបៀបនៃការធ្វើចំណោទគឺយើងទៅសេមកខាងប្រមាណវិធីហើយមកខាងទៀតរបៀបឆ្លើយបែបនេះបាទអញ្ចឹងទំនួលកសួរថាតើអ្នកទាំង3នាក់លើកទំនប់ក្នុងមួយថ្ងៃបានប៉ុន្មានម៉ែត្របាទអញ្ចឹងអ្នកទាំង3នេះគឺទី1គឺពូសំបាទពូសំលើកបាន7/8 ម៉ែត្រមីងសានលើកទំនប់បាន8/16 ម៉ែត្រនិងពូសុកបាទលើកទំនប់បាន23/32 ម៉ែត្របាទអញ្ចឹងតើទាំង3នាក់ហ្នឹងលើកទំនប់សរុបបានប្រមាណបាទអញ្ចឹងយើងអានកន្លែងសំណួរនេះមកហើយយើងអាចទៅសេថារកប្រវែងទំនប់ដែលអ្នកទាំង3លើកបានសរុបបាទអញ្ចឹងដើម្បីរកប្រវែងទំនប់ដែលអ្នកទាំង3លើកបានសរុបគឺយើងត្រូវយកប្រវែងរបស់ពូសំបូកនឹងមីងសានហើយបូកនឹងពូសុកបាទអញ្ចឹងពូសំគឺ7/8 ម៉ែត្រមីងសានគឺ8/16 ម៉ែត្រហើយនឹងពូសុកគឺ23/32 ម៉ែត្របាទអញ្ចឹងយើងបូកទាំង3ហ្នឹងបានប្រមាណបាទអញ្ចឹងយើងយកមកទៅសេជាប្រមាណវិធីអញ្ចឹងប្រមាណវិធីនេះគឺប្រភេទបូកប្រភេទបូកប្រភេទបាទអញ្ចឹងយើងបានរៀនហើយតទៅនឹងការបូកប្រភេទដើម្បីបូកប្រភេទបានតើតែខាងក្រោមនេះភាគបែកនេះគឺដូចគ្នាកាលណាភាគបែកដូចគ្នាគេបូកភាគយកនិងភាគយកបាទបូកចូលគ្នាទាំងអស់ហើយភាគបែករក្សាទំនិញដដែលអញ្ចឹងមកយើងពិនិត្យមើលប្រភេទទាំង3នេះគឺអត់ដូចគ្នាទេបាទទី1ភាគបែក8ទី2ភាគបែក16ទី3ភាគបែក32អញ្ចឹងអត់ដូចគ្នាអញ្ចឹងយើងត្រូវតម្រូវអញ្ចឹងការតម្រូវយើងអាចធ្វើបានច្រើនយ៉ាងបាទអញ្ចឹងយើងនេះយើងនឹងធ្វើតាមផលគុណកតាបឋមផលគុណកតាបឋមយក8 16 32ទៅសេជាផលគុណកតាបឋមហើយយើងរកទៅតាមពហុគុណរួមតូចបំផុតភាគបែករួមតូចបំផុតអញ្ចឹងយើងយកមកទៅសេមកនេះ8ស្មើ2គុណ2គុណ2 16ស្មើ2គុណ2គុណ2គុណ2បាទ32គឺស្មើ2គុណ5ដងបាទ2 5ដងបន្តទៀតយើងគូសបាទលេខណាដែលដូចគ្នាបាទជួរនេះដូចគ្នាចឹងយើងគូស1បាទជួរនេះដូចគ្នាទៀតគូស1បាទជួរនេះដូចគ្នាគូស1ដល់នេះដូចគ្នាតែ2ទេចឹងយើងគូសយក1ដែរហើយនេះអត់មានលេខណាដែលដូចទេក៏យើងយកដែរបាទចឹងដើម្បីរកភាពបែងរួមតូចបំផុតគឺយើងរកអាណាដែលរួមដូចគ្នាហើយមិនដូចក៏យកដែរបាទ
តទៀតយើងយកលេខទាំង5ហ្នឹងគុណគ្នាបាទនេះយក1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 បាទគុណចូលគ្នាទៅអញ្ចឹងបើយើងពិនិត្យមើលលេខនេះទៅវាដូចនេះជួននេះបាទជួននេះអញ្ចឹងចម្លើយវាគឺស្មើ32បាទចេញគុណស្មើ32បាទអញ្ចឹងភាគបាញ់រួមនៃប្រភេទទាំង3នេះគឺ32បាទអញ្ចឹងយើងត្រូវតម្រូវប្រភេទទី1ហើយនិងប្រភេទទី2ចំណែកឯប្រភេទទី3គឺអត់តម្រូវទេដោយសារវាមានភាគបែង32ស្រាប់បាទអញ្ចឹងយើងចាប់ដើមធ្វើអញ្ចឹងនេះមាន8បាទ8ហើយយើងចង់បាន32អញ្ចឹងយើងគុណនឹង4កាលណាខាងក្រោមគុណនឹង4ហើយលើគុណនឹង4ដែរបាទអញ្ចឹង8 4ដង32បាទ7 4ដងគុណនឹង4ដែរបូកអានេះ16អញ្ចឹងចង់បាន32យើងគុណនឹង2បាទអញ្ចឹងខាងលើគុណនឹង2ដែរបន្តទៀត23ភាគ32នេះយើងអត់នេះទេយើងសរសេរមកដដែលបាទបន្តទៀតយើងគុណគ្នាមកបាទ7 4ដង28 8 4ដង32អញ្ចឹងយើងបាន28ភាគ32បូកអានេះ8 2ដង16អានេះ32និង16ភាគ32បូក23ភាគ32អញ្ចឹងមកដល់កន្លែងនេះគឺយើងបានភាគបែកដូចគ្នាហើយ32ដូចគ្នាទាំងអស់អញ្ចឹងយើងអាចបូកខាងលើនិងខាងលើបានភាគយកចូលគ្នាអញ្ចឹង28បូក16បាទ44បូក23បាទ67អញ្ចឹងខាងលើយើងបូកឃើញ67ដល់ពេលភាគបែកគឺ32បាទ67ភាគ32អញ្ចឹងប្រភេទដែលយើងបូកឃើញនេះយើងអត់អាចសម្រួលឲ្យវាតូចទៀតទេបាទវាអត់មានតួចែកណាដែលត្រូវសម្រួលបានអញ្ចឹងចម្លើយឃើញប៉ុណ្ណឹងបាទអញ្ចឹងយើងអាចឆ្លើយថាបាទដូចនេះអ្នកទាំង3លើកបានប្រវែងបាទ67ភាគ32ម៉ែត្របាទនេះជាចំណោទតកតងនឹងវិធីបូកប្រភេទបាទអញ្ចឹងជួបលោកគ្រូនៅវីដេអូក្រោយបន្តទៀត